កំណើតទី2វីដេអូនេះចង់ប្រកាសឲ្យដឹងថាតើមាននរណាគេខ្លះដែលមានថ្ងៃកំណើត2ដងដូចខ្ញុំមានថ្ងៃកំណើតលើកទី1គឺម្ដាយផ្ដល់ឲ្យថ្ងៃកំណើតលើកទី2គឺចក្រវាលផ្ដល់ឲ្យឬក៏ខ្លួនឯងបានងើបចេញពីការឈឺចាប់របស់ខ្លួនឯងហើយរស់ម្ដងទៀតខ្ញុំប្រាប់ខ្លួនឯងថាថ្ងៃទី10 ខែ 10 2019គឺជាថ្ងៃនៃជីវិតថ្មីដែលខ្ញុំហៅថាមនុស្សថ្មីក្នុងសម្បករូបរាងកាយចាស់បងប្អូនទាំងអស់គ្នាដឹងទេខ្ញុំជួបបទពិសោធន៍នៃជីវិតរហូតឈានដល់ការបោះបង់ជីវិតខ្លួនឯងចាក់ចេញពីពិភពលោកដោយសារតែការចោះចាញ់នឹងបញ្ហាដោយសារតែការមើលឃើញថាបញ្ហានោះវាធំជាងខ្លួនឯងរហូតដល់លែងមានជំនឿថាខ្លួនឯងអាចនឹងតស៊ូបន្តទៅមុខទៀតបានបាត់បង់នៅគុណតម្លៃរបស់ខ្លួនឯងមើលលែងឃើញពីភាពសំខាន់របស់ខ្លួនឯងនៅលើលោកនេះថ្ងៃមួយគឺជាថ្ងៃដែលខ្ញុំគិតថាលែងមានអីសេសសល់ទេពិភពលោកគឺខ្មៅងងឹតទាល់តែខ្ញុំលាចាកពីពិភពលោកនេះបាត់ទៅបានវាធូរទ្រូងវាធូរចិត្តហើយលែងឈឺចាប់ទៀតប៉ុន្តែពេលវេលាមួយដែលធ្វើឲ្យខ្ញុំមិនអាចទៅចោលពិភពលោកនេះបានគឺសំឡេងដែលគេហៅថាខ្ញុំត្រូវការអ្នកជួយអ្នកគ្រូយូរម៉េះជួយខ្ញុំផងជាសំឡេងដែលខ្ញុំភ្ញាក់រលឹកឲ្យដឹងខ្លួនថាអូមានមនុស្សត្រូវការខ្ញុំដល់ហើយមានមនុស្សនៅឃើញគុណតម្លៃរបស់ខ្ញុំមានមនុស្សនៅត្រូវការខ្ញុំឲ្យខ្ញុំជួយអញ្ចឹងបានន័យថាពិភពលោកនេះខ្ញុំនៅមានចំណែកនេះហើយជាសារដែលឲ្យខ្ញុំងើបឡើងវិញពីសុបិនដែលកំពុងតែមានថ្នាំនៅក្នុងដៃខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាដែលឆ្លងកាត់បទពិសោធន៍ឈឺចាប់ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាដែលចង់បោះបង់ខ្លួនឯងងើបឡើងវិញដរាបណាយើងនៅមានជីវិតយើងនៅមានឱកាសយើងអាចប្រើនៅចំណុចខ្លាំងនិងសក្តានុពលរបស់យើងទៅធ្វើអ្វីដែលយើងអាចនឹងធ្វើបានអស្ចារ្យតែបើសិនជាយើងបញ្ចប់ខ្លួនឯងយើងបោះបង់យើងចុះចាញ់នឹងបញ្ហាគឺថ្ងៃនេះប្រហែលជាយើងមិនដឹងថានៅកន្លែងណាទេយើងបាត់ទាំងឈ្មោះរបស់យើងផងដែរដូច្នេះហើយខ្ញុំចង់ប្រាប់ទៅបងប្អូនទាំងអស់គ្នាថាអ្វីទាំងអស់គឺយើងអាចកសាងបានតែថាមពលសំខាន់បំផុតដែលឲ្យយើងអាចធ្វើរឿងទាំងអស់នឹងបានគឺក្តីស្រឡាញ់និងភាពជ្រាលជ្រៅច្បាស់ថាយើងចាប់ផ្ដើមធ្វើអានឹងដើម្បីអីដូចពេលនោះពេលវេលាដែលឲ្យខ្ញុំងើបជាមនុស្សថ្មីនឹងបានធំបំផុតគឺក្តីស្រឡាញ់ព្រោះតែយើងបាត់បង់ក្តីស្រឡាញ់សូម្បីតែខ្លួនឯងទើបយើងលែងខ្វល់យើងចង់តែបញ្ចប់ជីវិតខ្លួនឯងទៅទៀតតែពេលដែលយើងមានក្តីស្រឡាញ់ដ៏ធំធេងមានបេះដូងនៅក្នុងការជួយមានបេះដូងនៅក្នុងការឲ្យវាធ្វើឲ្យយើងធ្វើវាដោយមិននឿយហត់អញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាប្រើប្រាស់ធម៌ពលនៃក្តីស្រឡាញ់ហើយមានជំនឿថាយើងអាចចាប់ផ្ដើមម្ដងទៀតបានហើយសូមឲ្យចងចាំថាបើសិនជាខ្វះកន្លែងដែលត្រូវទៅខ្វះកន្លែងដែលជួយគ្រប់គ្រងចងចាំមនុស្សម្នាក់ដែលធ្លាប់សន្យានឹងមេឃដីថានឹងក្លាយជាមនុស្សដែលជួយអ្នកដទៃមិនឲ្យឈឺចាប់មិនឲ្យបោះបង់ខ្លួនឯងដោយដែលខ្ញុំធ្លាប់ធ្វើពីមុនឡើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាឬក៏ត្រូវការអ្នកគ្រប់គ្រងទៅលើបញ្ហាជីវិត Focus Center គឺជា Center របស់អ្នកគ្រូសីពៅដែលបង្កើតឡើងនៅក្នុងការបង្វឹកការបណ្ដុះបណ្ដាលការគ្រប់គ្រងការពិភាក្សាទៅលើផ្លូវចិត្តឲ្យប្រសើរឡើងនិងដោះស្រាយបញ្ហានានាមិនថាវិបត្តិហិរញ្ញវត្ថុវិបត្តិអាជីវកម្មវិបត្តិជីវិតវិបត្តិសុខភាពការ explore រកឲ្យឃើញថាខ្លួនឯងមានចំណុចខ្លាំងបែបណាគឺអ្នកទាំងអស់គ្នាអាចមក FPC ដែលជា Focus Power Center បានចាអរគុណច្រើនពីខ្ញុំអ្នកគ្រូសីពៅចា